ក្មេងស្រីលួចមកមើលម្ដាយដែលឆ្កួតអស់រយៈពេលឆ្នាំតែនឹកស្មានមិនដល់ថាម្ដាយដែលកំពុងឆ្កួតអំបាញ់មិញស្រាប់តែចាប់ក្ដីនាងយ៉ាងណែននៅវិនាទីបន្ទាប់ម៉ែស្ដាប់ខ្ញុំរកឱកាសរត់ចេញទៅភូមិគ្រីស្ទត្រកូលសិននៅក្រុងជឹងជៅដើម្បីរកម្ដាយនិយាយមិនទាន់ចប់ផងស្រាប់តែទ្វារត្រូវបានរុញបើកនៅពេលឪពុកដើរចូលមកម្ដាយក៏បដូរទឹកមុខភ្លាមគាត់ប្រញាប់ធ្វើពុតជាឆ្កួតដោយលើកដៃចុះឡើងនិងរអ៊ូតម្នាក់ឯងយ៉ាងសមគ្មានចន្លោះប្រហោងឡើយលុះដល់កណ្ដាលអាធ្រាត្រក្មេងស្រីដេកមិនលូកនាងលួចមើលពីក្រោយទ្វារឃើញបុរសអាវខ្មៅពាក់មុខដែកម្នាក់លួចចូលមកក្នុងទីធ្លាផ្ទះរបស់នាងនឹកស្មានមិនដល់ថាឪពុកដែលធ្លាប់តែច្រឡះបើបែជាអន់ក្បាលលំទោនចំពោះបុរសនោះហើយហៅថាគូលោកម្ចាស់គាត់រីកាយ៉ាងបញ្ជោរថាឆ្នាំមកនេះស្ត្រីម្នាក់នេះឆ្កួតវង្វេងអស់ហើយសូម្បីតែឈ្មោះខ្លួនឯងក៏ភ្លេចដែរចងចាំតួនាទីឯងឲ្យច្បាស់ប្រាក់រង្វាន់នឹងមិនខ្វះទេតែបើមានកំហុសសូម្បីតែបន្តិចឯងដឹងពីលទ្ធផលហើយបាទទូលបង្គំនឹងរក្សាការសម្ងាត់ឲ្យល្អបំផុតនឹងមិនឲ្យអ្នកក្រៅបានឃើញមុខគាត់ឡើយក្មេងស្រីទើបតែដើរចេញពីបន្ទប់បំរុងនឹងសួរនាំតែឪពុកបែរជាមានទឹកមុខកាច់សាហាវហើយប្រមាននាងកុំឲ្យចេះដឹងរឿងអ្នកដទៃសម្លឹងមើលស្រមោលបុរសអាវខ្មៅដែលជិះរទេះចេញទៅនាងមានអារម្មណ៍រងាដល់ឆ្អឹងខ្នងនិងប្រកាសក្នុងចិត្តថារឿងនេះពិតជាមានអាចកំបាំងធំធេងនៅពីក្រោយដើម្បីស្វែងរកការពិតនាងក៏លួចសង្កេតមើលរហូតដឹងពីកន្លែងដែលឪពុកលាក់របស់របរក្រោយពេលឪពុកចេញទៅឆ្ងាយនាងក៏យកប្រអប់ឈើមួយចេញពីប្រឡោះជញ្ជាំងសម្ងាត់នឹកស្មានមិនដល់ថាក្នុងនោះមានក្រដាសប្រាក់ដល់ទៅពាន់ដំឡឹងទាំងដែលឪពុកនាងគ្រាន់តែជាកសិករក្រីក្រម្នាក់ប៉ុណ្ណោះតើគាត់មានប្រាក់ច្រើនសន្ធឹកសន្ធាប់បែបនេះមកពីណាក្នុងពេលកំពុងស្លន់ស្លោនាងក៏ប៉ះចំកន្លេសក្នុងប្រអប់នោះស្រាប់តែមានរូបភាពមួយសន្លឹកជ្រុះចេញមកធ្វើឲ្យនាងយល់ភ្លាមថាម្ដាយមិនមែនជាមនុស្សឆ្កួតឡើយតែគាត់គឺជាកូនស្រីអភិជនដែលត្រូវបានមនុស្សអាក្រក់ពាក់មុខដែកម្នាក់នោះយកមកឃុំឃាំងឲ្យក្លាយជាអ្នកទោសនាងក៏ប្រញាប់ទុកដុករូបភាពនិងយកប្រាក់ទាំងអស់ដោយប្រាជ្ញាថានឹងនាំម្ដាយរត់ចេញពីគុកកងឹតនេះឲ្យបានលុះដល់ពាក់កណ្ដាលអាធ្រាត្រពេលឪពុកកំពុងលងលូកក្មេងស្រីក៏ដឹកដៃម្ដាយរត់ចេញយ៉ាងលឿនតែរត់មិនបានប៉ុន្មានផងក៏ត្រូវអ្នកស្រីចាំងឃើញគាត់ក៏ដេញសួរនាំថានាងនាំម្ដាយឆ្កួតទៅណានាងខំធ្វើពុតជាស្ងប់ស្ងាត់ហើយក៏ហកថាជំងឺម្ដាយធ្វើទុកទើបនាំគាត់ចេញមកក្រៅដើម្បីដកដង្ហើមស្រូបខ្យល់អាកាសតែអ្នកស្រីចាំងមិនជឿឡើយហើយស្រែកខ្លាំងថាជួយផងប្រពន្ធឆ្កួតរបស់លីធីជូរត់បាត់ហើយភ្លាមនោះអ្នកភូមិទាំងអស់ក៏នាំគ្នាសម្រុកចេញមកដើម្បីដេញចាប់ពួកគេទាំងពីរឪពុកក៏ភ្ញាក់ពីដំណេកដែរនាងគ្មានជំរើសក្រៅពីអូសសម្ដាយរត់ឲ្យអស់ពីកម្លាំងរួចក៏គេចខ្លួនចូលទៅក្នុងផ្លូវព្រៃតូចមួយតាមផ្លូវម្ដាយបានដួលយ៉ាងខ្លាំងគាត់ដឹងថាបើទៅជាមួយគ្នាគង់តែត្រូវគេចាប់បានទើបសម្រេចចិត្តបែកគ្នាដេញរត់គាត់ខំធ្វើឲ្យមានសម្លេងដើម្បីតាក់ទាញអ្នកដេញចាប់ឲ្យមកតាមផ្លូវគាត់ក្មេងស្រីខំទប់ទឹកភ្នែករត់មិនឈប់នាងដឹងថាមានតែការរត់គេចឲ្យរួចប៉ុណ្ណោះទើបមានឱកាសត្រឡប់មកជួយម្ដាយវិញនាងរត់មកដល់ផ្លូវធំដោយលួចលាក់នាងលួចចូលទៅពួនក្នុងរទេះដឹកទំនិញរបស់ក្រុមការពារជិនយាងមិនយូរប៉ុន្មានឪពុកនិងអ្នកភូមិក៏ដេញតាមទាន់គាត់ខាត់រទេះនោះពាក់កណ្ដាលផ្លូវដោយប្រកាសថាកូនស្រីពិតជាពួននៅក្នុងនោះហើយចេះចង់ឡើងឆែកឆេរតែមេក្រុមការពារមានទឹកមុខម៉ឺងម៉ាត់និងប្រកាន់ខ្ជាប់ច្បាប់វិន័យដោយបដិសេធមិនឲ្យឆែកឆេរឡើយឪពុកបានលោឡានឹងចោទប្រកាន់ក្រុមការពារថាជាអ្នកជួញដូរកុមារនៅពេលដែលមិនអាចដោះស្រាយបានមេក្រុមក៏យល់ព្រមតែគាត់បានប្រាប់ថាក្នុងរទេះនេះគឺជាតែសួយសារអាករសម្រាប់អភិបាលក្រុងជឹងជៅដែលស្លឹកតែនីមួយមានតម្លៃមហាសាលគាត់អនុញ្ញាតឲ្យបុរសនោះឡើងឆែកតែម្នាក់ឯងនិងប្រមានថាបើមានការខូចខាតអ្នកភូមិទាំងអស់នឹងត្រូវទទួលខុសត្រូវនៅពេលបើកវាំងនុនក្មេងស្រីភ័យរន្ធត់ដល់ថ្នាក់គាំងបេះដូងនាងបានខំទប់ដង្ហើមពួនក្នុងជ្រុងម្ខាងនៃបាវទំនិញនាងមិនហ៊ានសំបីតែបញ្ចេញសំឡេងក្នុងគ្រាអាសន្នមេក្រុមការពារបានកាប់ដាវលើក្បាលរទេះនិងស្រែកស្ដីឲ្យគាត់ដោយស្ដីបន្ទោសថាគាត់បង្អង់យូរពេកឪពុកក៏គ្មានជំរើសក្រៅពីនាំអ្នកភូមិត្រឡប់